ประมาณថ្ងៃនេះគឺគេបីមែនតែនតាក់ទងជាមួយនឹងនំបាញ់ត្រាំងតែចំណែកខ្ញុំគឺវិលតែជាមួយនំបាញ់ចុកខ្មែរយើងទេមានលុយតែ2000រៀលព្រឹកឡើងគឺអាចមកញ៉ាំបានដែរសម្រាប់ខ្ញុំគឺខ្ញុំដើរញ៉ាំច្រើនផ្សារមិនថាផ្សារហុយលេងមិនថាផ្សារស្រីភ័ណ្ឌមិនថាផ្សារចំការកឬក៏ផ្សារថ្មីហ្នឹងណាក៏មិនថាផ្សារអូអំបិលដែរប៉ុន្តែព្រឹកនេះខ្ញុំអត់ទៅផ្សារទាំងអស់ហ្នឹងទេគឺខ្ញុំមកផ្សារដើមថ្នោត2មកដល់ឃើញមានបងប្អូនយកគីឡូដូជាហោហែអញ្ចឹងទៅព្រឹកនេះគឺរៀងអ៊ូអមបន្តិចណាមកមានឃើញគេចាក់នំពុំចាក់អីចឹងទៅ1 500រៀលទេអញ្ចឹងថានំពុំមួយតែ500រៀលទេចាក់ថ្មីភ្លាមឈ្ងុយអញ្ចឹងណាហើយព្រឹកនេះខ្ញុំមកកន្លែងអ្នកមិញព្រោះខ្ញុំខានមកយូរហើយនិយាយរួមទៅខ្ញុំខានមកចូល6 7ខែដល់កន្លែងគាត់ណាហើយមួយទៀតដែលខ្ញុំចាប់អារម្មណ៍ជាងគេនឹងគឺតាក់ទងជាមួយនឹងបន្លែនៅកន្លែងគាត់ចង់និយាយថានំបញ្ចុកលក់ចាប់ពី2000រៀលឡើងក៏ប៉ុន្មានប៉ុន្តែបន្លែគឺសឹងមានសឹងតែគ្រប់មុខដែរហើយមានទាំងពីតកួនមានទាំងពីស្អំមានទាំងពីភ្លើងកែបខែនេះសបោស្ដៅទៀតគាត់ដាក់ស្ដៅយើងទៀតអូស្ពៃកញ្ញាញ់និយាយរួមទៅនៅទីនេះសម្រាប់បងប្អូនយើងដែលគាត់ចូលចិត្តញ៉ាំនំបញ្ចុកប្រើបន្លែនៅខាងក្រៅច្រើនអញ្ចឹងណាអូមកទីនេះដឹងតែគ្រប់តាក់តែម្ដងនិយាយរួមទៅអត់ខ្វះទេហើយសម្រាប់នំបញ្ចុកសម្លបអាហាររបស់គាត់នេះខ្ញុំសង្កេតឃើញថាសម្លបអាហាររបស់គាត់គឺខុសគេត្រង់ថាគាត់មាននេះគេដាក់ស្លឹកខ្ទឹមណាបងប្អូនយើងឃើញតែត្រាមួយហ្នឹងគឺស្លឹកខ្ទឹមពេលយើងញ៉ាំទៅមានអារម្មណ៍ថាប្រហើរចូលមាត់ឆ្ងាញ់មួយបែបដែរបងប្អូនហើយខ្ញុំដាក់មួយចាននេះ2000រៀលដាក់ជាមួយនឹងម្ទេសហើយម្ទេសគ្រាប់ដាក់ក្រូចឆ្មាបន្តិចមកវាអាស្រ័យលើបងប្អូនយើងចូលចិត្តអញ្ចឹងណាដាក់ទៅម្ទេសហ្នឹងដាក់អីហឹលទៅបានឆ្ងាញ់ប៉ុន្តែសម្រាប់បងប្អូនយើងមិនចេះទេមិនចាំដាក់ទេនៅកន្លែងគាត់បើគ្រឿងមានទាំងពីស្ករសមានទាំងពីអំបិលហើយបងប្អូនយើងបើសិនមកញ៉ាំអំបិលនិងស្ករសនេះស្រដៀងគ្នាណាគាត់ប្រើលក្ខណៈថាអំបិលម៉ត់មើលទៅចិត្តប្លន់ដាក់ទៅប្រៃខេះញ៉ាំមិនកើតហើយនេះស្ដៅបងប្អូនស្ដៅខែនេះគឺសបោស្ដៅមែនតើដល់ពេលអញ្ចឹងមានទាំងពីបន្លែស្ដៅទៀតចាក់ស្ដែងខ្ញុំមកដល់ទីនេះជាម៉ោង7:10ទៅហើយប៉ុន្តែបន្លែរបស់គាត់គឺនៅតែពេញកញ្ច្រែងបងប្អូនយើងបានឃើញស្រាប់អញ្ចឹងបន្លែគ្រាន់តែដាក់បន្លែហ្នឹងគឺមកតុកបាត់ទៅហើយជារួមទៅនៅទីនេះគឺព្រីបន្លែតែម្ដងខ្ញុំកម្រឃើញកន្លែងលក់នំបញ្ចុកផ្សេងខ្ញុំធ្លាប់ឃើញច្រើនដែរប៉ុន្តែដូចជាមិនបូនអញ្ចឹងពេកទេតាក់ទងជាមួយនឹងបន្លែណាឥឡូវចាំសាកសួរអ្នកមិញមើលថាតើគាត់លក់នៅទីនេះម៉ោងប្រហែលដល់ម៉ោងប្រហែលអីយ៉ាងម៉េចចាំសាកសួរគាត់បន្តិចនេះអ៊ំលក់ចាប់ពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានចាប់ពីម៉ោង6រហូតដល់ម៉ោង10ចាប់ពីម៉ោង6ព្រឹកដល់ម៉ោង10ព្រឹកណាហើយអ៊ំនៅនេះឈ្មោះអីដែរហាសនាមណាចាហាសនាមគេហៅតែយាយងាកយាយអីយាយងាកចាយាយងាកនំបញ្ចុកនៅផ្សារដើមថ្នោត2អញ្ចឹងហីនេះផ្សារដើមថ្នោត2ណាប៉ុន្តែឥឡូវគឺគេកាប់ដើមថ្នោតបាត់ទៅហើយដើម្បីធ្វើផ្លូវធ្វើអីចឹងទៅប៉ុន្តែបងប្អូនយើងមកចូលមកឃើញសកម្មភាពកាលដូគឺបែបហ្នឹងចូលម្ដងគឺមុនគេហើយនៅកន្លែងលោកអ៊ំណាអ៊ំមួយថ្ងៃលក់ប្រហែលគីឡូដែរនេះអត់ទៀងជួនកាល23ជួនកាល25ថ្ងៃសៅរ៍អាទិត្យទៅបាន30ទៅហើយអ៊ំលក់ចាប់ពីតម្លៃប៉ុន្មានឡើងថ្ងៃ2000រហូតដល់3000ដល់10000ទីដល់10000ខ្លាំងអូអា1គីឡូ10000ទៅតែយើងច្រកមិញមួយចានដែលញ៉ាំមិញគឺតែ2000រៀលទេហើយបន្លែមានច្រើនមកដូចបងប្អូនបានឃើញស្រាប់អញ្ចឹងគាត់ទៅតុកចំណាយតុកវិញដាក់បន្លែគាត់បាត់ទៅហើយអូខេដល់ពេលនេះអ៊ំស្រីបានបញ្ជាក់អញ្ចឹងគឺគាត់លក់នៅពេលព្រឹកចាប់ពីម៉ោង6ព្រឹករហូតដល់ម៉ោង11ពេលព្រឹកបើសិនជាបងប្អូនយើងចង់រកញ៉ាំអាចរកញ៉ាំបាននៅផ្សារដើមថ្នោត2ណាផ្សារដើមថ្នោត2នេះបងប្អូនយើងនៅក្នុងក្រុងសីភ័ណ្ឌខ្លះក៏អត់ស្គាល់ដែរនិយាយមែនតើគាត់ស្គាល់ផ្សារតែអត់ស្គាល់ឈ្មោះអញ្ចឹងណាផ្សារហ្នឹងបើសិនជាបងប្អូនយើងជិះហួសផ្សារអូអំបិលមកគឺមានកន្លែងកំភ្លើងធំមួយកភ្លើងធំហ្នឹងបងប្អូនយើងមើលមកខាងឆ្វេងដែរមើលគឺមានផ្លូវចុះមកខាងក្រោមអញ្ចឹងបងប្អូនយើងចុះមកត្រង់មកខ្ញុំភ្លេចភូមិបាត់ហើយភូមិហ្នឹងគេហៅភូមិអីទេនេះបងប្អូនយើងដឹងជួយខមមិនប្រាប់ខ្ញុំផងពេលចុះមកឃើញមានបងប្អូនយើងក៏លក់ដូចជាហោហែតាមផ្លូវបេតុងហ្នឹងណាមើលគេលក់តែពេលព្រឹកឯនៅទីនេះបើសិនជាបងប្អូនយើងចង់មករកទិញបន្លែលក្ខណៈធម្មជាតិអញ្ចឹងអាចមកពេលព្រឹកបានចាប់ពីម៉ោង6ពេលព្រឹករហូតដល់ម៉ោង11ពេលព្រឹកអញ្ចឹងទៅអាចមករកបានអូខេអញ្ចឹងពីខ្ញុំមីលីគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយ